ត្រឡប់មកបរិសម្នាក់នេះគេមានឈ្មោះថាជេវគេចង់មកធ្វើការសំណងប៉ុន្តែគេមិនចេះធ្វើសំណងទេបានជាគេមិនសមមេរបស់គេដែលមានឈ្មោះថាលីចូលមកធ្វើការខាងវៀតណាមពេលដែលមេគេឲ្យវៀតណាមគេក៏មិនចេះវៀតណាមនោះដែរគេក៏បានត្រឹមតែខាត់ប្លង់សេរីឯនារីម្នាក់ទៀតមានឈ្មោះថាស្រីអយពីមុនមេគេធ្លាប់ប្រើគេឲ្យបៀកនៅជញ្ជាំងពេលដែលមេគេប្រើគេឲ្យមកបៀកប្លង់សេគេក៏មិនចេះនោះដែរគឺបៀកបានតិចតិចហើយធ្លាក់ម្សៅមកក្រោមនឹងចង់អស់ដោយសារកន្លែងធ្វើការរបស់គេនៅជិតនឹងផ្សារទឹកពុះគេក៏កលេចទឹកឃើញផ្សារទឹកពុះហើយក៏ឃ្លាននំចំណីដែលលក់នៅទីនោះហើយធ្វើការមិនបានច្រើនទេតែពេលដែលមេគេទៅដល់គេក៏ប្រឹងធ្វើការដើម្បីឲ្យមេគេឡើងប្រាក់ខែឲ្យកាត់ទៅដល់បរិសុទ្ធពីរនាក់វិញគេមានឈ្មោះថាឈុយហើយម្នាក់ទៀតមានឈ្មោះថាខែងលេចទៅមើលការងាររបស់គេគឺទន្ទឹមនឹងគ្នាប៉ុន្តែបរិសុទ្ធឈ្មោះឈុយគឺធ្វើការមិនសូវបានល្អទេដោយសារក្តារត្រូលកាបៀរបស់គេបានកាត់ខូចអស់ហើយចំណែកឯប្រុសជីវរបស់យើងវិញគេបានគូដៃគេដើម្បីមកជួយខាត់ប្លង់សេបាន2នាក់ទៅមើលការងាររបស់ពួកគេគឺគេធ្វើការប្រកួតប្រជែងគ្នាណាដោយសារគេចង់បានប្រាក់ខែថ្លៃពីមេរបស់គេស្រឡាញ់តែអ្នកណាដែលធ្វើការលឿនទេចំណែកឯបរិសុទ្ធអាវលឿងវិញគេមានឈ្មោះថាលេឆុងគៀតឈ្មោះរបស់គេគឺព្រោះជាងគេនៅក្នុងក្រុមការងាររបស់គេនៅភាគបន្តខ្ញុំនឹងនិយាយពីជីវប្រវត្តិរបស់ពួកគេទាំងអស់គ្នាឲ្យស្ដាប់បាយបាយ